phần lư này cá tra đăng môi trường hiên nâng cạt là chia lục đạp ca can lang này cạt này phần lư sạch chặt thọ nâng hai đài đạn nông trơ thể dục tự chạy đầm lệch bẩn to rồi họ đo bậc con đo ti bệnh chóc này sạch chặt thọ nâng cái này trơ cho là cái này nâng à chắc ban trongประการណាចង់ឲ្យមនុស្សគ្រប់ជាតិសាសន៍ដែលបានចូលមកស្ដាប់នៅការចែករំលែកនេះគុំជាប់ជាពាក់នឹងទូបង្គំណាហើយបើអ្នកគ្នាចាត់ទុកថាក្នុងប្រការណាគឺជាបុគ្គលដែលដើរលើផ្លូវខុសលោកទាំងឡាយលើកជាសំណួរមកខុសកន្លែងណាហើយពិចារណាអ្នកដែលធ្វើខុសដើរក្នុងផ្លូវធម៌អាចកើតជាពលិត្រាស់ដឹងទទួលបាននូវសច្ចធម៌ដែរទេពិចារណាកន្លែងនោះច្បាស់ខ្ញុំប្រការណាមិនបានមានន័យថាតាំងខ្លួនឯងជាមនុស្សល្អត្រឹមត្រូវអីទេគ្រាន់តែប្រុងប្រយ័ត្នខ្លួនឯងអ្វីដែលវាប្រឆាចពីផ្លូវអង្គមគ្គទាំង8ដែលព្រះបានបន្សល់ឲ្យហើយវាជាផ្លូវមួយទុច្ចរិតដែលខ្ញុំប្រការណាមិនដាច់ខាតយកជំហានដើរទេឃើញទេអានឹងតែប៉ុណ្ណឹងអញ្ចឹងបើខ្លួនខ្ញុំប្រការណាដឹងថាផ្លូវដែលខ្ញុំប្រការណាដើរមិនមែនជាកំហុសអ្នកទាំងឡាយថាខ្ញុំខុសវាជារឿងរបស់អ្នកទាំងឡាយនោះវាអត់មាននរណាមួយចង់ចុះនរកយល់ពីអសរស្លាប់ច្បាស់លាស់យល់ពីផលកម្មនរកអវជ័យហើយនៅតែបោះជំហានដើរនោះទេមិនក៏មិនយល់ដូច្នេះតែគំថាពុកម៉ែអ៊ំពូមីពិចារណាចោះស្ដាប់ទៅដីកានេះគឺជាដីកាព្រះឲ្យយកមកសម្ដែងទេមិនខ្ញុំបកករណាតបកនេះអញ្ចឹងទេណាយើងដូចគ្នាតាគ្រាន់តែពេលនេះខ្ញុំបកករណារកឃើញមុនយកមកចែករំលែកបន្តទៅបន្តិចទៀតអ្នកក្រោយមកសម្រេចបានដឹងដូចគ្នាចឹងអត់មានខុសគ្នាទេព្រោះជាសច្ចធម៌ដែលចេញពីធម្មជាតិដែលបង្វិលរូបគ្នាឡើងផែនដីនេះវាដល់ពេលវេលាដែលគេថាភ្លើងឆេះកាលភ្លើងឆេះកាលពាក្យថាកាលមួយម៉ាត់គឺគេគិតថាគេចង់និយាយថាមនុស្សកំពុងរស់នៅក្នុងចន្លោះអតីតកាលហ្នឹងវាដល់កាលដែលភ្លើងឆេះផែនដីណាឆេះមនុស្សណាត្រូវយល់ពីនិយមនៃពាក្យចាស់បុរាណហើយច្បាស់ឥឡូវភ្លើងកំពុងឆេះគ្រប់កន្លែងហើយភ្លើងកំណុំភ្លើងកំហឹងភ្លើងចង់ឈ្នះចាញ់កំពុងឆេះហើយកាលណាវាឆេះពិភពមនុស្សទាំងឡាយផែនដីទាំងមូលលើចក្រវាឡហ្នឹងវាត្រូវតែវិនាសកាលណាបើផែនដីវិនាសអ្នកដែលទទួលសោយនៅអារម្មណ៍ដឹងចុកចាប់ដឹងឈឺផ្សាគឺផែនដីគឺមនុស្សមិនមែនដីដែលយើងដើរជាន់នេះទេត្រូវយល់ណាស្គាល់ដីស្គាល់ផែនដីឲ្យច្បាស់ដូច្នេះគឺមានតែផ្លូវពធមួយគត់ដែលជាស្ពានចម្លងសពសត្វទាំងឡាយឲ្យរួចចាក់ពុតពីភាពមហន្តរាយទាំងឡាយដែលត្រូវចូលមកខាងមុខនេះទំនាក់ចោលនៅការចង់ឈ្នះចាញ់នៅភាពសងសឹកគ្នាទៅវិញទៅមកគ្មានទីបញ្ចប់នេះចោលប្រឹងប្រែងធ្វើយ៉ាងណាឲ្យធម្មជាតិខ្លួនឯងមានសច្ចធម៌គុណធម៌ព្រមវិហារធម៌កាលណាបើធម្មជាតិទាំង7របស់ខ្លួនមានពាក្យសច្ចធម៌កាន់តែច្រើន
ភាពអាភិនិហានៃធម្មជាតិខ្លួននឹងបង្កើនធម្មពលមួយទៅបង្ក្រាបនៅធម្មពលអាក្រក់ចំហាយអាក្រក់ដែលមាននៅក្នុងសម្បកកាយមនុស្សអាក្រក់នោះឈ្នះយ៉ាងស័ក្តិសិទ្ធិដោយស្វ័យប្រវត្តិនេះច្បាប់ធម្មជាតិការយកឈ្នះមនុស្សអាក្រក់មួយទៅបានវេលុះត្រាតែខ្លួនឯងយកឈ្នះអំណាចបិសាចនៅក្នុងខ្លួនឯងដែលកំពុងមានជាមុនសិនធ្វើឲ្យធម្មជាតិខ្លួនឯងគ្រប់ធម្មជាតិទាំង7មានសច្ចធម៌មានសិលធម៌មានគុណធម៌ព្រហ្មវិហារធម៌ទាំងប្រងនោះយើងនឹងកើតនៅអភិនិហាដល់អច្ឆរិយៈមួយដែលគេកំណត់ថាបុគ្គលនោះខ្លាយជាបុគ្គលមួយកាយទេកាយទឹកណាចង់ឲ្យចាស់ចង់ឲ្យក្មេងចង់ឲ្យឃើញចង់ឲ្យបាត់ឃើញទេដែលมันអាចនឹងឲ្យមនុស្សទាំងឡាយដែលមិនដែលបានបដិបត្តិធម៌ឬក៏អ្នកបដិបត្តិធម៌ឲ្យមិនបានឆ្វេងយល់នោះមានជំនឿដាច់ខាតអត់ជឿលើអញ្ចឹងទេជឿត្រឹមថាការស្លាប់គឺជារឿងធម្មតានៃសត្វលោកជឿបានតែហ្នឹងនឹងធម៌ខាងចិត្តសឹកហ្នឹងណាធម៌នៅក្នុងចិត្តសឹកមិនមែនធម៌នៅក្នុងផ្លូវព្រះទេធម៌នៅក្នុងផ្លូវបិសាចគឺអញ្ចឹងប្រយ័ត្នណាធម៌នៅក្នុងបិសាចគេថាផ្លូវសាសនាមួយមានផ្លូវញែកជាពីរផ្លូវមួយទៅព្រះផ្លូវមួយទៅនរបិសាចមច្ចរាជហ្នឹងធម៌វាគឺអញ្ចឹងអញ្ចឹងយើងកំពុងច្រឡំហងៃគ្រប់សាសនាកំពុងច្រឡំមកហ្នឹងពាក្យថាមានរូបមានទុកយើងត្រូវយល់ពីអត្តន័យនិយមន័យពាក្យហ្នឹងផងស្គាល់ឲ្យច្បាស់ពាក្យថាមានរូបគឺមានទុករូបនឹងជារូបអីរូបចេតសិកឬក៏ជារូបទាំង6របស់ខ្លួនដែលមានធម្មជាតិវិញ្ញាណធម្មជាតិដួងចិត្តធម្មជាតិបញ្ញាសញ្ញាប្រាណចេតពុទ្ធកាយនឹងទេរបស់យើងទេព្រោះនៅក្នុងខ្លួនយើងមានរូបពីរហើយវាមាន25រូបមកជាហៀងមាន25រូបមកជាហៀងមាន25រូបគេដែរបូកនឹងសម្បកកាយមួយទៀត26រូប26រូបខាងឆ្វេង26រូបខាងស្ដាំបូកចូលគ្នាវា52រូប52រូបគេបែងចែកពាក្យកណ្ដាលល្អពាក្យ